Hello hello ថ្ងៃនេះមកចេញបកស្រាយពីចម្ងល់បន្តិចគេសួរថាបងហេតុអីលេចូលចូលបាមានចាញ់អាសរោមស្លេកហ្នឹងមេសរោមស្លេកហើយចាំបាច់មានលេបំពន់នឹងទៀតអញ្ចឹងថ្ងៃនេះខ្ញុំចេញមកបកស្រាយឲ្យបងប្អូនឲ្យអស់ចម្ងល់ណាបងប្អូនអញ្ចឹងបងប្អូនណាដែលប្រើលេចូលចូលបាអញ្ចឹងថ្ងៃនេះខ្ញុំសូមជម្រាបឲ្យបងបានដឹងខ្ញុំជាអ្នកប្រើផ្ទាល់ណាបងប្អូនមើលស្អាតទេខ្ញុំស៊ីណាសជាងមុខបងប្អូនឲ្យម៉ត់រលោងហ្មងហើយស្អាតធានាថាស្អាតហ្មងកាន់តែប្រើកាន់តែស្អាតបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកចេញបកស្រាយពីចម្ងល់អ្នកដែលស្គាល់ថាបងហេតុអីខ្ញុំមានចាញ់សរោមលេសរោមបំពន់និងមេស្លេកនេះសរោមមេស្លេកអញ្ចឹងពីរមុខនេះខុសគ្នាបងប្អូនខុសគ្នាអញ្ចឹងអ្នកដែលប្រើលេចូលចូលបាខ្ញុំចេញមកបកស្រាយអ្នកដែលមានលេចូលចូលបាមួយកំប៉ុងបងប្អូនយកលាយជាមួយនឹងសរោមបំពន់កន្លះបន្ទាប់មកយើងមានមេសរោមស្លេកលាយពាក្យកដាលបន្ទាប់មកទៀតមានប្រេងអយបងប្អូនប្រេងអយលាយចូលគ្នាជាមួយលេបងប្អូនលាយចូលគ្នាជាមួយលេមួយកំប៉ុងប្រេងអយកន្លះមេសរោមស្លេកនេះកន្លះនិងលេបំពន់កន្លះអញ្ចឹងយើងលាយចូលជាមួយនឹងលេចូលចូលបាបងប្អូនចូលជាមួយលេចូលចូលបាហើយយើងកូរឲ្យសព្វហើយយើងទុកកន្លះនេះដើម្បីអីដើម្បីយើងយកមកលាបមុននឹងយើងលាបលេយើងយកអ្នកដែលមានសង្វារយើងយកមកលាបលើខ្លួនមុនហើយលាបលើខ្លួនមុនបន្ទាប់មកយើងដាក់មេសរោមស្លេកចូលពីលើមកទៀតមកបន្ទាប់មកបានយើងលាបលេដែលយើងលាយចូលគ្នានេះចូលអ្នកខ្លះថាអូញ៉ៃញ៉ៃច្រើនណាបងញ៉ៃញ៉ៃច្រើនអញ្ចឹងអ្នកទាំងអស់គ្នាអត់ញ៉ៃញ៉ៃទេបើសិនអ្នកទាំងអស់គ្នាគិតថាញ៉ៃញ៉ៃអ្នកទាំងអស់គ្នាអត់លាបអាហ្នឹងក៏បានដែរព្រោះអីលេដែលយើងមានហ្នឹងគឺយើងលាយរួចហើយអញ្ចឹងប៉ុន្តែបើសិនតែអ្នកទាំងអស់គ្នាប្រើអានេះមុនមានហាងបានផលអញ្ចឹងលាបសាច់លេយើងចូលបានល្អអញ្ចឹងណាបងប្អូនអញ្ចឹងអ្នកទាំងអស់គ្នាប្រើដូចខ្ញុំទៅចូលស្បែកពេលយើងលាបលេចូលមកគឺចូលស្បែកហ្មងមើលសាច់ដៃខ្ញុំគឺម៉ត់ថៃហ្មងម៉ត់ថៃសអាហ្នឹងលក្ខណៈថាសចោលមុខណាបងប្អូនសចោលមុខហើយអញ្ចឹងអ្នកដែលប្រើលេចូលបាអញ្ចឹងអ្នកដែលឆ្ងល់ពីមុខនេះឥឡូវថ្ងៃនេះខ្ញុំចេញមកបកស្រាយបងប្អូនបានអស់ចម្ងល់អញ្ចឹងណាបងប្អូនចឹងពាក្យថាបំពន់លេបំពន់គឺលេដែលបំពន់ស្បែកយើងដែលយើងប្រើលេពីមុនមកខូចអញ្ចឹងខូចស្បែកយើងណាបងប្អូនយើងប្រើលេពីមុនមកខូចស្បែកយើងអញ្ចឹងយើងត្រូវតែប្រើលេបំពន់ស្បែកនេះយកលេបំពន់ស្បែកនេះយកមកលាយជាមួយលេដើម្បីបំពន់ស្បែកយើងឲ្យវាដុះកោសិកាថ្មីឡើងវិញអញ្ចឹងណាបងប្អូនខូចគ្រុនគ្រើមអីគឺវាបាត់ហើយធ្វើឲ្យកោសិកាស្បែកយើងគឺល្អវិញអញ្ចឹងណាពាក្យថាបំពន់លេបំពន់គឺបែបហ្នឹងណាបងប្អូនពាក្យបំពន់គឺបែបហ្នឹងអញ្ចឹងអត្ថប្រយោជន៍របស់មេស្លេកនេះសរោមមេស្លេកខុសគ្នាអាហ្នឹងគឺសរោមមេស្លេកនេះដើម្បីគេលាយជាមួយលេបំបុកយកសពាក្យថាបំបុកគឺគេអ្នកដែលចង់សលឿនបងប្អូនអ្នកដែលចង់សលឿនគឺគេលាបអាហ្នឹងឯងអញ្ចឹងទាំងអស់យើងលាយគ្នាជាមួយលេទៅយើងលាបទៅនឹងបានផលបាយបាយ